កម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia បាននឹងកំពុងផ្ដើមរដូវកាលថ្មីដែលជារដូវកាលទី4ហើយដោយនៅក្នុងការចាប់ផ្ដើមនេះគេសង្កេតឃើញការប្រកួតរបស់បេក្ខជនបេក្ខនារីទាំងអស់បានបង្ហាញសមត្ថភាពយ៉ាងស្វិតស្វាញដើម្បីអាចបោះជំហានទៅកាន់វគ្គបន្តបន្ទាប់ទៀតងាកមកវត្តមានរបស់គណៈកម្មការទាំង3រូបនេះគឺមិនសុខពីរដូវកាលទី3ឡើយដោយមាន Chef Nara Chef Meng Hee និងកញ្ញា Jessica នៅតែទទួលបានតំណែងជាគណៈកម្មការវិនិច្ឆ័យកាត់សេចក្តីនិងដាក់បន្ទុកលើការចម្អិនម្ហូបរបស់បេក្ខជននីមួយដែរដើម្បីធ្វើការចម្រាញ់រកបេក្ខជនដ៏ស័ក្តិសមមួយរូបដែលមានគំនិតច្នៃប្រឌិតខ្ពស់មានភាពរហ័សរហួនក្នុងការបញ្ចេញទ្វេដៃធ្វើម្ហូបឲ្យមានរសជាតិនិងការតុបតែងលេចធ្លោជាងគេដើម្បីឈ្មោះទៅរកពានរង្វាន់លេខ1ដោយឡែកក្រៅពីទេពកោសល្យឲ្យផ្នែកធ្វើម្ហូបរបស់បេក្ខជននីមួយក្នុងរដូវកាលថ្មីនេះមហាជនអ្នកគាំទ្រនៅតែចាប់អារម្មណ៍ទៅលើគណៈកម្មការស្រីដ៏ស្រស់សោភាគឺកញ្ញា Jessica ដែល4រដូវកាលមកនេះកញ្ញានៅតែក្តោបបានតំណែងជាគណៈកម្មការស្រីតែម្នាក់គត់ដែលមានទាំងសម្រស់ចំណេះដឹងផ្នែកម្ហូបអាហារនិងភាពម៉ឺងម៉ាត់ក្នុងការដាក់ពិន្ទុដែលធ្វើឲ្យកញ្ញាស័ក្តិសមនឹងទទួលបានតំណែងមួយនេះបំផុត។